Bỏng bà tam bảo về sao bỏ bóng á mà nó để pha phim cọ đau á cua tại tờ rô phim cọ đau hàng trái rồi có cua là pa chỉ vật bọc quần á bạn nào đấy ចាអូនអានេះវាល្អបំផុតដែរដែលបានសួរចំនួនហ្នឹងពីព្រោះអូនឯងដឹងហើយថាបងធំធាត់ឡើងដោយអត់មានភាពកក់ក្ដៅទេតែតែចែករំលែកពាក់ព័ន្ធជាមួយពុកមិនណាចាអញ្ចឹងអត់មានភាពកក់ក្ដៅអត់មានការស្រឡាញ់ហើយក៏គ្មានការជួយពីបងប្អូនក្រុមគ្រួសារណាដែរចាអញ្ចឹងសួរថាបងត្រូវការអត់បងត្រូវការភាពកក់ក្ដៅនិងការស្រឡាញ់នេះប៉ុន្តែបងមិនអាចផ្លាស់ប្ដូរបានទេអញ្ចឹងបានន័យថាពេលដែលបងមិនមាននៅក្នុងផ្ទះបងមិនអាចទៅស្វែងរកនៅខាងក្រៅបានទេពីព្រោះអត់ដឹងរកពីអ្នកណាអញ្ចឹងតើបងរស់នៅរបៀបម៉េចវិញទៅបើសិនជាយើងខ្វះភាពកក់ក្ដៅហើយបងតែគិតថាហេតុអីបានបងមិនកើតមកក្នុងគ្រួសារដែលឪពុកម្ដាយស្រឡាញ់ថែទាំមើលថែយើងដោយភាពកក់ក្ដៅបើថាមាន good childhood ណាចាធ្លាប់គិតបន្តិចបន្តួចដែរប៉ុន្តែมันជារឿងមួយដែលខ្លាយទៅជា depression នៃដោយសារហ្នឹងទេសម្រាប់បងវិញផ្ទុយទៅវិញណាបងទៅជាប្រាប់ខ្លួនឯងចេះវិញបងថានៅពេលដែលបងធំធាត់ឡើងដែលគ្មានភាពកក់ក្ដៅបងសន្យាខ្លួនឯងថាបងនឹងផ្ដល់ភាពកក់ក្ដៅដល់គ្រួសាររបស់បងបើបងមានគ្រួសារមានស្វាមីមានកូនមានអីបងនឹងផ្ដល់ភាពកក់ក្ដៅពេញលេញដល់ពួកគេហើយលើសពីនេះគឺបងផ្ដល់ភាពកក់ក្ដៅដល់បងប្អូនរបស់បងទាំងអស់គ្នាហើយនៅពេលដែលបងធំធាត់ដែលគ្មានជំនួយបងនឹងផ្ដល់ជំនួយដល់មនុស្សជុំវិញខ្លួនបងពីព្រោះដែលបងធ្លាប់ដឹងថានៅពេលដែលយើងអត់មានភាពកក់ក្ដៅតែយើងមានអារម្មណ៍ឯកោយ៉ាងម៉េចអញ្ចឹងអ្វីដែលយើងធ្លាប់ជួបហ្នឹងយើងត្រូវតែផ្ដល់ឲ្យមនុស្សជុំវិញខ្លួននៅអ្វីដែលគេគួរជួបបានន័យថាខ្វះអីឲ្យគេអាហ្នឹងទៅចាអញ្ចឹងបើសិនជាយើងអត់មានជំនួយយើងតែគិតថាបើសិនជាមានមនុស្សម្នាក់ជួយយើងមិនដឹងតែយើងសប្បាយចិត្តយ៉ាងណាទេជាពិសេសនៅពេលដែលយើងកំពុងជួបបញ្ហាឬក៏ត្រូវការជំនួយអញ្ចឹងណាអញ្ចឹងបងបានប្រាប់ខ្លួនឯងថាបើសិនជាបងអាចជួយគេបានហើយឲ្យគេសប្បាយចិត្តបងនឹងជួយគេអញ្ចឹងហើយបានបងជ្រើសរើសយកចិត្តទុកដាក់ជាមួយគ្រួសារតាំងពីបងមិនទាន់មានគ្រួសារមកមើលថែបងប្អូនកូនក្មួយរហូតដល់មានគ្រួសារមើលតាំងពីសាច់ថ្លៃសាច់អីទៀតអញ្ចឹងដោយសារបែបបងខ្វះភាពកក់ក្ដៅនឹងការស្រឡាញ់បងបានផ្ដល់ឲ្យមនុស្សជុំវិញខ្លួនយើងរឿងហ្នឹងក៏វាមានរឿង5ចំណុចដែលបងចង់ចែករំលែកនៅថ្ងៃនេះដែរទី1ថាយើងមិនអាចជ្រើសរើសគ្រួសារកើតបានទេអូនបាទចាយើងអាចជ្រើសរើសបានទេប៉ុន្តែយើងអាចជ្រើសរើសតើយើងចង់ខ្លាចជាមនុស្សបែបណានៅថ្ងៃអនាគតចំណុចទី2គឺវាជារឿងអតីតកាលទេហើយក៏វាមិនគួរឲ្យអតីតកាលហ្នឹងវាប៉ះពាល់ដល់អនាគតរបស់យើងដែរចាយើងគ្រាន់តែយកអតីតកាលជាបទពិសោធន៍ទៅយើងប្រើអនាគតឲ្យល្អជាងហ្នឹងទៅហើយចំណុចទី3គឺសួរថាឈឺចាប់អត់នៅពេលដែលកើតអញ្ចឹងយើងឈឺចាប់តាអូនប៉ុន្តែយើងត្រូវផ្លាស់ប្ដូរការឈឺចាប់ហ្នឹងទៅជាកម្លាំងជំរុញឲ្យយើងធ្វើអ្វីល្អជាងមុនកុំឲ្យមនុស្សដទៃឈឺចាប់ដូចដែលយើងធ្លាប់ជួបអញ្ចឹងដែរចាអញ្ចឹងយើងអាចផ្លាស់ប្ដូរបានទាំងអស់ទី4អូនឯងត្រូវដឹងថាការស្រឡាញ់ក្តីស្រឡាញ់មួយគឺយើងគ្មានជំរើសទៅរើសវាបានទេវាអាចថាមកពីបុណ្យយើងក៏ថាបានដែរនឹងបើយើងនិយាយអំពីផ្លូវពុទ្ធសាសនាណាហើយអ្វីដែលសំខាន់បំផុតទី5ហ្នឹងកុំឲ្យអ្វីដែលយើងខ្វះខាតខ្លាយទៅជាហេតុផលដែលយើងមិនផ្ដល់ឲ្យគេពីព្រោះអ្នកខ្លះតែគិតថាអញធំឡើងមិនដែលមានអ្នកជួយផងអញចាំបាច់ទៅជួយគេធ្វើអីសពសេចក្តីមកវិញទៅយើងមិនអាចជ្រើសគ្រួសារកក់ក្ដៅបានទេតែយើងអាចបង្កើតគ្រួសារដ៏កក់ក្ដៅមួយហើយបងរាល់ថ្ងៃបានធ្វើហើយចា